ជួយឈរអ៊ូអបានតាមប្រើនឹងជួបច្រើនហើយបងម៉ែបងប្អូនប៉ុន្តែបើងាកមកអមស្រីវិញណាគឺថាអត់មានជួយឈរទេស្ងប់ស្ងាត់មែនតែឈរធ្វើនំនៅនឹងមុខផ្ទះក៏ប៉ុន្តែបរិមាណនៃគាត់លក់វិញគឺមួយថ្ងៃអស់រាប់រយនំណាថ្ងៃខ្លះ200នំ300នំក៏មានដែរហើយនេះគឺជាប្រភេទនំកែមប៉ាវមានទាំងស្នូលផ្អែមមានទាំងស្នូលប្រៃបើនិយាយទៅគឺថាស្ងប់ស្ងាត់ប៉ុន្តែកើបលុយសាហាវថ្ងៃនេះផងដែរគឺថា Twister ចុះទៅដល់ទីតាំងតែម្ដងណាគឺថាទីតាំងធ្វើនំកែមប៉ាវរបស់អ៊ំស្រីដោយសារតែឃើញតែកូនគាត់បោះ TikTok និយាយពីថាធ្វើស៊ីផ្លូវចិត្តណាពុកម៉ែបងប្អូនអើយព្រោះថានំកែមប៉ាវរបស់គាត់នៅពេលដែលចេញមកសម្រាប់ដាក់ប្រអប់ណាមើលទៅទំនងមែនតែនរូបរាងឡើងទលកទលន់លក្ខណៈថារលើបរលោងតែម្ដងណាដោយសារតែគាត់លាបខ្លាញ់ពីខាងក្រៅនឹងដើម្បីកុំឲ្យវាស្អិតជាប់គ្នាណាហើយសម្រាប់តិចក៏ដូចជារូបមន្តនៃការធ្វើវិញពុកម៉ែបងប្អូននៅពេលដែលមើលទៅគឺស្រួលងាយមែនតែនប៉ុន្តែនៅពេលដែលយើងធ្វើគ្មានតិចនេះគឺវាពិបាកអីហើយសម្រាប់តិចនេះដែលគាត់ធ្វើនេះគឺតពីឪពុកម្ដាយមកគឺតាំងពីដើមមកហើយពុកម៉ែបងប្អូនដែលសារតែអ៊ំស្រីគឺជាអ្នកខេត្តកោះកុងណាអញ្ចឹងសម្រាប់អាហារអស់នេះពុកម៉ែបងប្អូនដែលរស់នៅក្នុងខេត្តកោះកុងប្រកាសជាស្គាល់ច្បាស់ហើយចង់ញ៉ាំអីមិនចាំបាច់ទៅដល់កោះកុងទេគឺនៅភ្នំពេញនឹងពុកម៉ែបងប្អូនគឺនៅម្ដុំផ្លូវវែងស្រេងនៅចោមចៅណានៅតាពាំងក្លឹងហើយសម្រាប់ការលក់ដូររ៉ូស៊ីរបស់គាត់មើលទៅបែបសាមញ្ញស្ងាត់ស្ងាត់ធ្វើនៅមុខផ្ទះលក្ខណៈគ្រួសារធម្មតាប៉ុន្តែទទួលបានការគាំទ្រច្រើនមែនតើណាគឺកំងតាមអនឡាញពុកម៉ែបងប្អូននិយាយទៅគឺថាមួយថ្ងៃលក់អស់ពី2ទៅ300នំក៏មានដែរឲ្យតែមានកម្លាំងធ្វើហើយអ្វីដែលសំខាន់គឺអ៊ំស្រីទទួលរៀបចំនៅក្នុងកម្មវិធីទៀតមិនថាឡើងផ្ទះឬមួយក៏មង្គលការអីទេគឺថាអ៊ំស្រីទៅធ្វើដល់ទីតាំងតែម្ដងហើយអ៊ំស្រីប្រាប់ថាសម្រាប់ពិធីមង្គលការកូនអ្នកធំអីហ្នឹងគឺថាគាត់បានទៅចូលរួមអស់ហើយដើម្បីធ្វើអាហារទាំងអស់នឹងឲ្យភ្ញៀវកិត្តិយសពិសាអញ្ចឹងណាហើយសម្រាប់នំនេះទីនេះមានច្រើនណាស់នេះគឺជាប្រភេទនំដែលចំហុយគេមានស្នូលប្រៃក៏ដូចជាស្នូលផ្អែមសម្រាប់ស្នូលប្រៃគឺគេមានដាក់សាច់ជ្រូកពីលើក៏ដូចជាទឹកត្រីផ្អែមហើយខាងនេះគឺជាប្រភេទបាយដំណើបដែលរោយជាមួយនឹងពគាពីលើអញ្ចឹងណាហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំជាប្រភេទនំមាត់ឆ្នាំងក៏ដូចជានំកែមប៉ាវគឺថាកុំភ្លេចតាក់ទងទៅគាត់និយាយទៅភាគច្រើនគឺគាត់ទទួលតាមអនឡាញអញ្ចឹងណាប៉ុន្តែបើទៅផ្ទាល់ក៏បានដែរគឺថាឃើញគាត់ចាក់បែបនេះតែម្ដងហើយសម្រាប់ Twister នៅពេលដែលភ្លក់ទៅគឺថារសជាតិពុកម៉ែបងប្អូនជាពិសេសនេះអាស្នូលផ្អែមជាប្រភេទដូងខ្ចីដែលលាយជាមួយខ្ទិះនេះ the best តែម្ដងពុកម៉ែបងប្អូនបើនិយាយទៅ Twister នៅពេលដែលទៅដល់កន្លែងគាត់គឺសរសើរមែនតើនៅកន្លែងគាត់គិតគូរពីអនាម័យហើយគុណភាពរសជាតិគឺឆ្ងាញ់ទៀតហើយនេះគឺជាប្រភេទ snow fry មួយទៀតដែលមានបន្លែក៏ដូចជាសាច់ជ្រូកយើងជ្រលក់ជាមួយនឹងទឹកត្រីផ្អែមទៅគឺថាដាក់ទៅវាជាតិមែនតើដោយសារតែសាច់នំចាក់ថ្មីអញ្ចឹងទៅជាតិចូលគ្នាខាងនេះគឺជាប្រភេទ snow តាពាំងពុកម៉ែបងប្អូនហើយសម្រាប់នំកែមប៉ាវប្រៃគឺមាន snow តាពាំងហើយនិង snow ប៉ែគួរអញ្ចឹងសម្រាប់ប្រៃដូចជាមាន3រសជាតិហើយ snow ផ្អែមមាន2ហើយសម្រាប់ខាងនេះវិញគឺជាប្រភេទបាយដំណើបដែលរោយជាមួយនឹងពគានិយាយទៅគឺគាត់ច្នៃបានច្រើនណាស់និយាយទៅសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំគឺកុំភ្លេចតំណតំណងទៅកាន់លេខទូរស័ព្ទគាត់ណាហើយមួយទៀតបងប្អូនមានឃើញប្លង់ឡើយនេះអត់តាមពិតនេះគឺជាទឹកត្រីផ្អែមហើយ Twister ស្មានតែភេសជ្ជៈខំយកតែញ៉ាំតាមពិតទឹកត្រីផ្អែមដែលញ៉ាំជាមួយនឹងនំកែមប៉ាវរបស់គាត់សោះហើយអញ្ចឹងទៅសម្រាប់នៅទីនេះមានចំណុចពិសេសមួយទៀតពុកម៉ែបងប្អូនសម្រាប់នំដែលគេដាក់ចានហ្នឹងគឺគាត់ឲ្យទៅទាំងចានតែម្ដងបើនិយាយទៅគឺថាទំនងសឹងតែគ្រប់មុខហ្មងអញ្ចឹងសម្រាប់វីដេអូយើងមានតែប៉ុណ្្នឹងទេបាយបាយ